រុនសួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះខ្ញុំបានថតតាំងពីថ្ងៃអាទិត្យបាទដោយសារតែខ្ញុំអត់មានពេលវេលានិយាយចូលសលេងហើយនឹងផុសដោយសារតែប្រហែលថ្ងៃមុននេះបងប្អូនប្រហែលជាបានដឹងហើយដោយសារតែប្រទេសរបស់យើងកំពុងតែមានគ្រោះពិបាកយ៉ាងខ្លាំងបាទដោយសារតែមានចោរឈ្លានពានកំពុងតែធ្វើបាបប្រជាជនយើងបាទហើយប្រហែលថ្ងៃមុននេះខ្ញុំបានមើល Facebook ក៏មានអារម្មណ៍ថាខ្លោចចិត្តជនសំណោះឈាមខ្មែរដូចគ្នាបងប្អូនហ្នឹងហើយឥឡូវនេះខ្ញុំក៏បានមានពេលតនីហើយនឹងឆ្លៀតថតវីដេអូឆ្លៀតបញ្ចូលសលេងដើម្បីជជូនបងប្អូនពីការបូមស្រះមួយកន្លែងដែលនៅជិតផ្ទះរបស់ខ្ញុំបាទហើយត្រីគឺត្រីល្អខ្លាំងមែនទែនបាទហើយពេលបានត្រីអញ្ចឹងក៏នឹកឃើញសំណោះប្រជាជនរបស់យើងដែលគាត់អ្នកដែលគាត់ភ្នាក់ភៀសខ្លួនអ្នកដែលគាត់អត់ណាដឹងតែគាត់បានអីហូបបាទហើយចំពោះយើងដែលយើងនៅផ្ទះធម្មតាដែលស្រុករបស់យើងភូមិរបស់យើងអត់ទាន់មានរឿងអីកើតឡើងអញ្ចឹងក៏បូមត្រីបូមអីបានអញ្ចឹងក៏មានអារម្មណ៍ថាសំណោះប្រជាជនយើងដែលគាត់អត់អញ្ចឹងណាហ្នឹងហើយត្រីរបស់យើងក៏បានបូមទីបងប្អូនបានឃើញត្រីស្រស់ល្អហើយត្រីស្រែរបស់យើងក៏មានធំប្រហែលណាបងប្អូនតែប៉ុណ្្នឹងឯងបាទហើយវីដេអូមួយនេះក៏ខ្ញុំបញ្ចូលសលេងបណ្ដាក៏ខ្ញុំមានអារម្មណ៍ថាសំណោះប្រជាជនរបស់យើងបាទដែលគាត់អ្នកអត់គាត់អត់មានអញ្ចឹងណាហ្នឹងហើយដែលគាត់ភៀសខ្លួនមកអញ្ចឹងដូចខ្ញុំនិយាយតែអញ្ចឹងបងប្អូនហ្នឹងហើយតែបើនិយាយទៅក៏មានអារម្មណ៍ថានៅតែសោកសៅអញ្ចឹងណាហ្នឹងហើយឥឡូវបងប្អូនប្រហែលជាមិនចង់ស្ដាប់ដូចខ្ញុំដែរបាទវារឿងដែលយើងដឹងហើយគឺវាមានអារម្មណ៍ថាសោកសៅមែនទេបាទឥឡូវនេះវាត្រឡប់មកយើងមើលពីការខ្ញុំថតពីបងប្អូនគាត់ចាប់ត្រីអញ្ចឹងហ្នឹងពីពូដែលគាត់នៅផ្ទះជិតខ្ញុំគាត់ចាប់ត្រីហ្នឹងហើយស្រះនេះក៏ដល់រដូវដែលវាទឹករីងបងប្អូនហ្នឹងហើយខែហ្នឹងគឺខែទឹករីងហើយនឹងអ្នកម្នាក់ដើរបូមត្រីអ្នកដើរបងត្រីបងអីចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំបានថតពីការបូមត្រីបាទហើយត្រីមកល្មមកូនក្មេងចាប់ព្រាតបាទដូចសម័យខ្ញុំដែលខ្ញុំនៅទីទូចដែរបងប្អូនហ្នឹងហើយនឹកឃើញហើយពិតមានអារម្មណ៍មួយថាចង់ធ្វើត្រឡប់ទៅកូនក្មេងវិញខ្លាំងមែនទេបងប្អូនហ្នឹងហើយឥឡូវនេះយើងបានហូបពេលយើងធំអស់ហើយឥឡូវនៅសល់កូនក្មេងហើយចំពោះចែម្នាក់នេះប្តីរបស់គាត់ដើររកត្រីប៉ុន្តែគាត់ដើររកខ្យងដើម្បីយកទៅហូបបាទព្រោះអីគាត់ចូលចិត្តខ្ចៅបងប្អូនហ្នឹងឲ្យសុំទោសផងបាទតែគាត់ចូលចិត្តអញ្ចឹងណាតែពេលថ្ងៃណាអត់គឺមានតែនឹងឯងបាទព្រោះត្រីហូបបានតែមួយពេលទេបើថាខ្ចៅខ្យងយើងអាចត្រាំទុកហូបម្ដងតិចក៏បានដែរបងប្អូនហ្នឹងហើយឥឡូវកូនក្មេងកំពុងចាប់ចាប់ដាក់ហើយបាទប៉ុន្តែមិនមែនយកត្រីខ្លួនឯងទេចាប់ឲ្យគេអញ្ចឹងណាហើយស្អាកូនក្មេងអ្នកភូមិខ្ញុំបាទប៉ុន្តែវាចាប់មើលទៅវាអត់ចេះខ្លាចត្រីបងប្អូនហ្នឹងវាអត់ចេះខ្លាចត្រីក៏ចោះត្រីតែអីមុតបាទវាចាប់ដូចវាលោតកត្រប់បាទកូនទូចមានអានោះដើរដឹងចាប់ស្អីគេហ្នឹងដាក់ទៅវិញទៅមកបាទដល់ខាងក្រោយបងប្អូនឥឡូវនេះពូម្នាក់កំពុងដាក់បាទត្រីភ្លីនត្រីរស់នេះបើពូម្នាក់នេះចាប់បានត្រីដាក់ខាងលីគ្នាអញ្ចឹងណាក៏យើងបានចាប់លេខចាញ់ណាយកទៅតិចតួសុតហ្នឹងហើយកំពុងចាប់ដាក់បាទត្រីគឺល្អខ្លាំងមែនទេបាទចំពោះថ្ងៃដែលគាត់បូមនេះដឹងតែពេញបាទហើយនេះផងដែរក៏គេថាតងបងប្អូនហើយម្នាក់ថាតងប្រុងរត់ទៅចាប់មានរឿងមានតងណាពោះផលិតបងប្អូនតែពោះនឹងវាមិនមានពឹសមានអីទេបាទគាត់តែវាចេះខំធ្វើយើងឈាមតិចតួចហ្នឹងពូនេះក៏បានរោដាក់បាទពោះនឹងរាំងមកល្មមដែរបាទហើយនេះបងដែរចាប់លេខត្រីមិញបាទពូក៏បានយកមកឡើងលើបាទដើម្បីយកឲ្យភេយារបស់គាត់យកទៅដាក់ត្រាំដាក់ប្រោះអញ្ចឹងហ្នឹងហើយកុំឲ្យវាងាប់តន់ដោយសារប្រឡាក់ផុសហ្នឹងហើយត្រីនេះគាត់ដាក់ហើយអូធំមកល្មមហើយបានច្រើនអញ្ចឹងទៀតបាញ់នេះអានេះក៏ថាំងផ្សេងនេះគាត់ថាចាំតិចចាក់ឲ្យមើលបាទកុំឲ្យថតឲ្យមិនមើលត្រីបាទនេះចាក់ឲ្យមើលបងប្អូននេះអូត្រីមើលទៅជាតិបងប្អូនអើយអ្នកដែលចូលចិត្តត្រីបាទហើយនេះបងដែរក៏ទឹកវាចិត្តរីងម្ដងតិចហើយបាទហើយក៏បានចាប់មួយសាទៀតបាទនេះតង់ទី2បាទមិញតង់ទី1យកទៅដាក់ប្រោះហើយឥឡូវចូលតង់ទី2ម្ដងបាទពងទៅរើបន្លារើអីដែលដាក់ប្រោះនេះហើយចំពោះកូនក្មេងនេះសុំសរសើរបងប្អូនវាហ៊ានលុតទៅកត្រប់ចាប់ត្រីបងប្អូនមើលបើសិនប៉ះកញ្ចុះប៉ះត្រីតែខ្ញុំដឹងជាវាប្រកាច់ត្រិលចាប់ដាក់អូម្នាក់គេស្វាដៃស្វាជើងគេស្បាយចាប់ត្រីបាទអាមួយនោះចាប់កែបចាប់អីនោះឡើងស្អីឥឡូវនេះត្រីតង់ទី2បាទកធុងទី2ដែលខ្ញុំថតទី2បងប្អូនហ្នឹងអានេះទី2គឺបានមកល្មមដែរបាទបើសិនចាក់ទាំងកញ្ច្រែងទៀតវាចូលប្រហែលជាមកកថាំងត្រីហ្នឹងបាទហើយនេះផងដែរទឹករបស់យើងក៏បានរីងអស់ហើយ
គេក៏បានជប់ចាប់ពួកកូនក្មេងចាប់ម្ដងដែរបាទមានត្រីភ្លៀងទីក្រាញ់ឲ្យវាខ្លួនឯងទៅបាទហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបាទគាត់ក៏បានចាប់ត្រីអស់ខ្ញុំក៏បានត្រឡប់មកផ្ទះវិញបាទបងប្អូននឹងសូមអរគុណ